អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាបានលឺសំឡេងរបៀបថាចែកបើអ្នកទាំងអស់គ្នាបានឃើញការ post status របស់ page របស់ Army Military Force របស់ថៃដែលវាប្រើពាក្យហ្នឹងគឺអ្នកទាំងអស់គ្នាមានអារម្មណ៍ថាក្តៅឆេវហ្មងខ្ញុំពេលដែលអានហើយខ្ញុំមានអារម្មណ៍ថារៀងក្តៅឆេវបន្តិចមានអារម្មណ៍ថាថៃកំពុងតែអំនួតលើខ្លួនឯងលើពិភពលោកហ្មងណាដោយនៅថ្ងៃ16 ខែ 12 នឹងឯងវាបានបង្ហោះ status ថាចែក logic របស់អាមេរិកគឺអញគឺអាមេរិកវាចង់មានន័យថាថៃពេលបច្ចុប្បន្ននេះគឺអាមេរិកឈ្លានពានធ្វើសង្គ្រាមជាមួយប្រទេសដទៃបានពេញមួយពិភពលោកអញធ្វើអីក៏បានសេតែអញនឹងជាប្រទេសមួយនឹងជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលធ្វើអ្វីក៏ដោយគ្មានកំហុសអ្វីទាំងអស់ដើរចូលមកព្រៀនប្រដៅគៀបសង្កត់ប្រទេសផ្សេងបាននេះគឺសេរីភាពប្រជាធិបតេយ្យបែបអាមេរិករបៀបក្នុងន័យហ្នឹងវាចង់ប្រៀបធៀបខ្លួនវាហ្នឹងថាវាហ្នឹងជាអាមេរិកអញ្ចឹងវាឈ្លានពានលើខ្មែរសេតែក្បាលវាលវាជាមហាអំណាចនិយាយទៅវាអួតអាងរបស់វាតែម្ដងនិយាយទៅចង់ខ្លាំងជាងអាមេរិកហើយនឹងចំទៀតហើយវាថាអញ្ចេះរបៀបក្នុងន័យវាហ្នឹងវាថាវាចង់ឈ្លានពានយកទឹកដីខ្មែរគឺសេតែវាអត់មានអាណាធ្វើអីវាកៅទេព្រោះវាជាមហាអំណាចវាចង់លេងដូចរុស្ស៊ីឈ្លានពានអ៊ុយក្រែនចង់ឲ្យអ៊ុយក្រែនកាត់ដីឲ្យរុស្ស៊ីហើយចង់បានសន្តិភាពត្រូវដោះដូរដីហើយចោតប្រកាន់ទៅលើអ៊ុយក្រែនដែលជាជនរងគ្រោះទៀតនឹងសៀមពេលបច្ចុប្បន្ននេះវាកំពុងតែដើរនយោបាយតាមរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែនហើយរបៀបថាអញ្ចេះវាកំពុងតែឈ្លានពានកម្ពុជាយើងតើមានក្បាលវ៉ាល់ណាដែលធ្វើអីវាកៅដល់ដូចជាអាមេរិកចិនបើមហាអំណាចពីរនឹងធ្វើអីវាអត់កៅទេវានឹងឈ្លានពានយកដីកម្ពុជាយើងហើយបើយើងចង់បានសុខសន្តិភាពត្រូវប្រកដោះដូរដីដែលវាចង់បាននឹងឲ្យវាអញ្ចឹងឯងបានអាចមានសន្តិភាពហើយវានឹងចោទថាយើងនឹងជាអ្នកឈ្លានពានវាទៀតខ្ញុំពេលដែលអាន status របស់អាសាព័ត៌មានអាមីពេលអារម្មណ៍ថាអញ្ចេះអ៊ីសាត់ចោលបសៀតហើយក៏ថោកទៀតម៉េះដូចអញនិយាយអញ្ចឹងកម្ពុជាអញទូចមែនអត់ធំដូចហែងមែនប៉ុន្តែចង់និយាយថាប្រជាជន17លាននាក់ហ៊ានបដូរជីវិតដើម្បីការពារទឹកដីក៏មិនឲ្យអាកន្ថៅពូចោសៀមឯងនឹងមកឈ្លានពានយកបានតែងាយដែរឯងតើអត់បងប្អូនដាក់ម្នាក់មួយម៉ាត់ទៅសម្ដីវាគឺថោកបសៀតថោកទៀតហ្មងចាំមើលសម្ដីវាប្រហើនប៉ុណ្្នឹងហើយតើអាមេរិកនឹងចិនមានវិធានការបែបណាទៅលើវាដែរអត់បងប្អូនសៀមម្នាក់មួយទៅទុកជាផុសតាម